សម្រាប់តរៀនវ័យចាប់ពី80ថ្ងៃទៅ100ថ្ងៃឡើងគឺជាវ័យមួយដែលវាកាត់បន្ថយនៃការពង្រីកទំហំផ្លែដោយវាបង្វែរដោយផ្ដោតទៅលើការដាក់រសជាតិវិញដោយវាធ្វើការដាក់ជាតិម្សៅក៏ដូចជាជាតិស្ករក៏ដូចជាជាតិពណ៌ហ្នឹងគឺវាផ្ដោតចាប់ពីអាយុ80ថ្ងៃគឺទៅ100ថ្ងៃនេះឯងហើយនៅក្នុងវ័យនេះគឺជាវ័យមួយដែលវារងហានិភ័យជាច្រើនដូចគ្នាដែរពាក់ព័ន្ធទៅនឹងការឈឺផ្លែក៏ដូចជាពិសេសហ្នឹងគឺពពួកជំងឺផ្សិតតែនៅលើផ្លែក៏ដូចជានៅលើតងផ្លែតងស្ដងហ្នឹងអញ្ចឹងនៅក្នុងវ័យនេះវាមិនមែនជួបតែប៉ុណ្្នឹងទេក៏វាមានជួបនៅបញ្ហាសត្វល្អិតក៏ដូចជាការចេញត្រួយដែលធ្វើឲ្យរសជាតិនៃផ្លែហ្នឹងគឺវាអត់ឆ្ងាញ់ទេវាបានន័យថាឆៅដប់រឹងដប់អញ្ចឹងនៅក្នុងវ័យហ្នឹងគឺជាវ័យដែលយើងត្រូវផ្ដោតសំខាន់ទៅលើសារធាតុចិញ្ចឹមឲ្យបានត្រឹមត្រូវដើម្បីកំណត់នៃរសជាតិនៃទុរេនចុងក្រោយដើម្បីទទួលបានទុរេនមួយដែលវាមានរសជាតិផ្អែមឆ្ងាញ់ល្មួតខ្ទិះល្អអញ្ចឹងនៅវ័យនេះការប្រើប្រាស់ជាធម្មតានៅក្នុងចម្ការនីមួយៗគឺម្ចាស់ចម្ការគឺតែងតែមានបូកបញ្ចូលជាមួយនឹងជីបំពន់ក៏ដូចជាថ្នាំសម្រាប់ផ្សិតក៏ដូចជាសត្វល្អិតផ្សេងដែលថ្នាំមួយចំនួនហ្នឹងវាអាចមានបន្សល់ជាតិគីមីទៅលើផ្លែដែលធ្វើឲ្យប៉ះពាល់ទៅដល់អ្នកញ៉ាំផងដែរអញ្ចឹងនៅក្នុងវ័យនេះគឺយើងការប្រើប្រាស់សារធាតុចិញ្ចឹមឬក៏ជីបំពន់ពពួកថ្នាំសត្វល្អិតឬក៏ជំងឺហ្នឹងនៅក្នុងវគ្គនេះគឺយើងត្រូវតែផ្ដោតសំខាន់ឲ្យបានមែនទែនពីព្រោះវាពាក់ព័ន្ធទៅនឹងសុខភាពអញ្ចឹងនៅក្នុងវគ្គនេះគឺខាងកុកទេពគឺយើងមានជាប្រភេទពពួកជីបំពន់បែបសរីរាង្គដែលជួយទៅបំពន់ផ្លែទុរេនឲ្យទទួលបាននៅរសជាតិមួយដែលឆ្ងាញ់ហើយការពារពីពពួកជំងឺក៏ដូចជាសត្វល្អិតដែលមិនធ្វើឲ្យប៉ះពាល់ដល់អ្នកបរិភោគផងដែរដូច្នេះចំពោះខាងកុកទេពគឺយើងណែនាំឲ្យប្រើប្រាស់នៅប្រភេទសារាយសមុទ្រ Seaweed Extract Powder បូកបញ្ចូលជាមួយនឹងប្រភេទSuper Grow ដើម្បីបង្កើននៅរសជាតិក៏ដូចជាកាត់បន្ថយ stress ក៏ដូចជាធ្វើឲ្យផ្លែហ្នឹងមានសភាពស្ងួតល្មួតល្អឬក៏យើងអាចធ្វើការប្រើប្រាស់ឆ្លាស់គ្នាជាមួយនឹងប្រភេទសារាយសមុទ្រហ្នឹងជាមួយនឹងប្រភេទជីតូសានដែលជីតូសានហ្នឹងគឺវាជាប្រភេទថ្នាំផ្សិតជីវសាស្ត្រដែលវាជួយទៅការពារក៏ដូចជាសម្រាប់ពពួកផ្សិតជាពិសេសគឺពពួក Phytophthora នៅលើផ្លែហ្នឹងដើម្បីការពារពីបញ្ហាក៏ដូចជាកម្ចាត់ជំងឺទាំងហ្នឹងប៉ុន្តែប្រភេទជីតូសាននេះគឺវាមិនធ្វើឲ្យប៉ះពាល់ទៅដល់សុខភាពអ្នកប្រើប្រាស់ក៏ដូចជាអ្នកទិញយកទៅញ៉ាំទេអញ្ចឹងគឺខាងយើងគឺគិតផ្ដោតសំខាន់មិនថាទៅលើម្ចាស់ចម្ការដើម្បីមានផលចំណេញក៏ដូចជាទៅលើអ្នកបរិភោគដើម្បីទទួលបានផ្លែទុរេនដែលសុវត្ថិភាពមិនប៉ះពាល់ទៅដល់សុខភាពអត្ថប្រយោជន៍នៃការប្រើប្រាស់សារាយសមុទ្រនេះគឺវាមានអត្ថប្រយោជន៍ដោយសារតែវាមានប្រភេទកាលីខ្ពស់ក៏ដូចជាមានប្រភេទអរម៉ូនធម្មជាតិសំខាន់ដែលវាជួយទៅបំពេញផ្លែក៏ដូចជាសាច់ខាងក្នុងហ្នឹងឲ្យវាមានរសជាតិចេញមកគឺឆ្ងាញ់សទន់មិនធ្វើឲ្យយើងឈឺកទេអញ្ចឹងដូចខ្ញុំបានបញ្ជាក់ដែរអញ្ចឹងថាចំពោះប្រភេទជីតូសានវាគឺជាថ្នាំផ្សិតជីវសាស្ត្រប៉ុន្តែក៏វាមានសារធាតុបំពន់នៅក្នុងនោះដែរដែលធ្វើឲ្យផ្លែទុរេនដាក់សាច់ម្សៅដាក់ជាតិស្ករបង្កើនរសជាតិបានល្អបន្ថែមមួយកម្រិតទៀតផងដែរចាអញ្ចឹងចំពោះនៅវគ្គទុរេន80ទៅ100ថ្ងៃឡើងនេះគឺខាងយើងណែនាំឲ្យប្រើប្រាស់ជាឈុតហ្នឹងប៉ុន្តែបើសិនជាពុកម៉ែបងប្អូនមានចម្ងល់ឬក៏មិនទាន់ច្បាស់នៅក្នុងវីដេអូនេះទេដែលខ្ញុំបកស្រាយទៅពុកម៉ែបងប្អូនមានចម្ងល់គឺពុកម៉ែបងប្អូនអាចធ្វើការតាក់ទងមកកាន់ page ផ្ទាល់ឬមួយក៏លេខទូរស័ព្ទដែលយើងដាក់នៅខាងលើហ្នឹងបន្ថែមបានចាដូច្នេះចំពោះវីដេអូនេះនាងខ្ញុំមានតែប៉ុណ្្នឹងទេចាសូមអរគុណសូមគោរពលា